លោក Gen Z ដំណឹងរឿងលោក Gen Z ដែលប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតនេះគឺដោយសារតែយើងអត់ដឹងថាលោក Gen Z នេះគេចោទប្រកាន់បទអីគេខ្លះនៅឯប្រទេសចិនហើយតុលាការហ្នឹងគេកាត់ក្តីហ្នឹងគឺគេជំនុំជម្រះហ្នឹងឬក៏គេសួរគាត់ហ្នឹងឯកសារហ្នឹងបញ្ចេញយ៉ាងណាតើពាក់ព័ន្ធអីគេខ្លះនៅស្រុកខ្មែរតាមពិតណាការជំនុំជម្រះក្តីលោក Gen Z ណាអ្នកដែលត្រូវដឹងរឿងនេះច្រើនជាងគេគឺប្រជាពលរដ្ឋខ្មែរទាំង18លាននាក់មិនមែនចិនទេហេតុអីបានជាខ្ញុំថាប្រជាពលរដ្ឋខ្មែរត្រូវការដឹងរឿងលោក Gen Z គ្រប់ដំណើរការក្តីដោយសារតែលោក Gen Z បានយកឈ្មោះខ្មែរសញ្ជាតិខ្មែរនិយាយទៅគឺគាត់បំផ្លាញខ្មែរគ្រប់រឿងដោយសារតែប្រើសញ្ជាតិខ្មែរក្នុងនាមគាត់ជាខ្មែរយកទៅរកស៊ីឆបោកអនឡាញប៉ះពាល់នឹងជនជាតិអាមេរិកដែលជាជនរងគ្រោះដល់ទៅ8សែនអ្នកជាងដែលជាជនរងគ្រោះនៃអំពើឆបោកទាំងលោក Gen Z ទាំងអ្នកផ្សេងទៀតហ្នឹងដូច្នេះក្នុងន័យនេះគឺបានន័យថាខ្មែរដែលជាជនរងគ្រោះសប្តាហ៍ថ្ងៃ18លានអ្នកជាខ្មែរជាជនរងគ្រោះតែគួរឲ្យអកុសលរដ្ឋាភិបាលកម្ពុជាបញ្ជូនគាត់ទៅឲ្យចិនផុតពីដៃខ្មែរឥឡូវព័ត៌មានរឿងកាត់ទោសចិនស៊ីហ្នឹងគឺយើងពឹងលើសារព័ត៌មានចិនដែលបង្ហើបប្រាប់យើងណាបើចិនប្រាប់ទៅយើងដឹងបើចិនមិនប្រាប់ក៏យើងតែមិនដឹងវាគ្មានឯកសារកាលប្រវត្តិណាតើគាត់ឆ្លើយអីគេខ្លះតើអ្នកណាខ្លះពាក់ព័ន្ធនៅក្នុងបទអក្រិតហ្នឹងចោះមន្ត្រីក្រាក់ចោះអ្នកដែលគាត់ធ្វើការជាមួយចោះស្អីហ្នឹងចោះទ្រព្យសម្បត្តិគាត់នៅស្រុកខ្មែរប្រមាណតើគេត្រូវបកកត្រូវអីអត់យើងអត់ដឹងទាំងអស់និយាយទៅគឺខ្មែរយើងខាតគ្រប់រឿងណានៅពេលដែលបញ្ជូនលោកចិនស៊ីទៅចិនហ្នឹងគឺយើងចំណេញតែមួយទេគឺចំណេញផុតពីដៃខ្មែរមិនឲ្យជាប់ពំតណោតនឹងមន្ត្រីផ្សេងទៀតដែលចិនស៊ីអាចឆ្លើយដាក់អីអញ្ចឹងណាក៏ប៉ុន្តែបើនិយាយពីឲ្យចំណេញហ្មងគឺយើងខាតទាំងអស់ហ្មងខ្មែរយើងខាតទាំង15,000លានដុល្លារដែលអាមេរិករឹបអូសបង្កក់ទុកនៅសហរដ្ឋអាមេរិកលុយលោកចិនស៊ីហ្នឹងគឺជាលុយខ្មែរតាចង់និយាយថាជាញើសឈាមខ្មែរទេព្រោះគាត់ក្នុងនាមជាខ្មែរលុយហ្នឹងត្រូវឲ្យខ្មែរវិញឥឡូវយកមកបង្កក់ទុកនៅអាមេរិកអស់យើងអាចទាបានទេព្រោះដោយសារតែយើងដកសញ្ជាតិលោកចិនស៊ីក៏ប៉ុន្តែពេលដែលលោកចិនស៊ីប្រព្រឹត្តអក្រិតកម្មហ្នឹងគឺគាត់ប្រព្រឹត្តអក្រិតកម្មក្នុងនាមជាខ្មែរមានសញ្ជាតិកម្ពុជាតែឥឡូវយើងផុតពីដៃហើយតែឥឡូវចិនគេចាត់ការហើយថ្ងៃនេះសំទោសម្សិលមិញសារព័ត៌មានចិនហ្នឹងខ្ញុំឃើញតែសារព័ត៌មានចិនគ្រប់តែប៉ុស្តិ៍ហ្នឹងតែខ្ញុំដកស្រង់តែសារព័ត៌មានចិនមួយដែលជាភាសាអង់គ្លេសគឺ The South China Morning Post អឺដែលសារព័ត៌មាននេះគឺចុះផ្សាយលម្អិតពីការកាត់សម្រាប់សេចក្តីដាក់ចោទប្រកាន់លោក Gen Z មួយបទចោទទៀតគឺគេដកមួយបទចោទថែម3បទចោទដកមួយបទចោទហ្នឹងគឺបើតាមសារព័ត៌មាននេះថាតុលាការចិនកាលពីម្សិលមិញម្សិលមួយថ្ងៃតាមពិតទៅគឺដកបទចោទមួយដែលតាក់ទងនឹងថាលោក Gen Z បិទបាំងប្រភពនៃលុយដែលគាត់រកបានហ្នឹងព្រោះកាលមុនមានបទចោទហ្នឹងថាគាត់លាក់ប្រភពលុយប៉ុន្តែឥឡូវគេដកបទចោទហ្នឹងហើយប្រហែលជាគិតថាគាត់មិនបានលាក់ប្រភពលុយហ្នឹងទេប៉ុន្តែថែមបទចោទមួយផ្សេងទៀតដែលបទចោទនេះធ្ងន់មែនទែនដែរគឺតាក់ទងនឹងការបង្ករបួសស្នាមហើយនៅក្នុងច្បាប់ព្រហ្មទណ្ឌចិនការបង្ករបួសស្នាមដែលអាចធ្ងន់ធ្ងរដល់ហើយរបួសស្នាមនេះច្បាស់ណាស់គឺតាក់ទងនឹងអំពើទរណកម្មបងប្អូនដឹងហើយតើក្រុមហ៊ុនពួកដែលឆបោកពួកអីហ្នឹងអក្រិតជនហ្នឹងគឺចាប់ជំរិតមនុស្សបង្ខាំងទុកហើយវាយធ្វើបាបហើយមានករណីខ្លះដល់ស្លាប់ទៅទៀតដូច្នេះក្នុងន័យនេះគឺចិនបញ្ចូលបទចោទនេះប្រហែលជាអាចដាក់ទម្ងន់កាន់តែខ្លាំងដល់លោក Gen Z ហ្នឹងហើយបទចោទនៃការបង្ករបួសស្នាមដែលអាចមានដល់ជាអំពើទរណកម្មដល់ស្លាប់មនុស្សហ្នឹងគឺទោសទណ្ឌនៅចិនគឺតិចបំផុតក៏ជាប់គុក10ឆ្នាំដែរតែខ្ពស់គឺរហូតដល់ទោសប្រហារជីវិតតែម្ដងដូច្នេះនៅពេលដែលបញ្ចូលទោសនេះចូលគឺអាចនឹង Gen Z ប្រឈមទោសប្រហារជីវិតដែរចិនកាត់ទោសប្រហារជីវិតមេឆបោកអនឡាញច្រើនណាស់នៅភូមាដាក់ទៅទាំងពូជទាំងគ្រួសារគ្រាន់តែតាក់ទងនឹងការឆបោកឥឡូវលោក Gen Z ហ្នឹងចូលនឹងបាត់ឆបោកហើយតាក់ទងនឹងអាមេរិកកំពុងតែសកត់កទៀតដូច្នេះខ្ញុំជឿថាលោក Gen Z នេះប្រហែលជាគេចមិនផុតពីការកាត់ទោសប្រហារជីវិតទេទី1គឺដើម្បីបំបត្តិភ័ស្តុតាងឬក៏ឲ្យវាចប់ត្រឹមហ្នឹងផងព្រោះការដែលចង់
ចប់ត្រឹមហ្នឹងគឺនឹងជួយរដ្ឋាភិបាលកម្ពុជាបានច្រើនដែរព្រោះជាបន្លានៅក្នុងកែវភ្នែកមួយបញ្ជូនឲ្យចិនចាត់ការទៅតែរឿងពិតយ៉ាងណាយើងអត់ទាន់ដឹងទេព្រោះចម្លើយរបស់ Gen Z អត់ទាន់បានមួយម៉ាត់សោះថាតើគាត់និយាយឆ្លើយដាក់បន្ទុកទៅអ្នកណាខ្លះដែលនៅជាប់ពាក់ព័ន្ធនឹងរបររកស៊ីជាមួយគាត់ហ្នឹងណាអញ្ចឹងនៅក្នុងន័យនេះគឺអ្វីដែលជាការសម្រេចក្តីលើលើកលោក Gen Z កាត់ទោសចុងក្រោយយ៉ាងណានោះអត់ទាន់ដឹងទេព្រោះដំណើរការសវនាការនេះគឺគេចិត្តតែប្រព្រឹត្តទៅនៅប្រទេសចិនជាបន្តបន្ទាប់មកប៉ុន្តែដល់ដំណាក់កាលណាកាត់ក្តីហើយបានប្រមាណយើងអត់ដឹងដោយសារតែប្រព័ន្ធគេនឹងធ្វើសម្ងាត់នៅក្នុងស្រុកគេអញ្ចឹងទៅយូរសារព័ត៌មានគេផ្សាយម្ដងតែយ៉ាងណាម្ដងទៀតបងប្អូនលោក Gen Z គឺជាអក្រិតជនមួយរូបដែលរងការចោទប្រកាន់ថាជាប់ចោទពីបទប្រព្រឹត្តអំពើឆបោកអនឡាញដែលមានដីកាចេញពីសហរដ្ឋអាមេរិកបាទនិយាយទៅគឺមានមនុស្សដែលចេញដីកាអាមេរិកដាក់មនុស្សច្រើនណាស់នៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលជាតិអាមេរិកណាប៉ុន្តែលោក Gen Z គឺជាបុគ្គលសំខាន់ជាងគេមួយដែលមានដីកាតាមចាប់ដូច្នេះបើសិនជាលោក Gen Z ចេញមកអាមេរិកគេបញ្ជូនទៅបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកហើយបញ្ជីខ្មៅនេះដែលគ្មានអ្នកណាអាចលុបបានទេអ្នកមួយចំនួនប្រហែលជាយល់ខុសដូចជាការដែលជួលមេធាវីជួលអីមកលុបបញ្ជីខ្មៅរបស់រដ្ឋាភិបាលជាតិអាមេរិកលុបអត់បានទេយើងអាចលុបឈ្មោះរបស់បុគ្គលមួយចំនួនដែលគេដាក់នៅក្នុងសេចក្តីស្នើច្បាប់របស់សមាជិករដ្ឋសភាឧទាហរណ៍ដូចជាច្បាប់ស្តីអំពីការប្រយុទ្ធប្រឆាំងនឹងការឆបោកអនឡាញដែលស្នើឡើងដោយសមាជិកសភាជាន់ទាបរបស់សហរដ្ឋអាមេរិកពីគណៈបកសាធារណរដ្ឋតកតងនឹងការរំលាយអង្គការចាត់តាំងឬប្រព័ន្ធឆបោកអនឡាញនេះគឺគេមានរាយនាមឈ្មោះមនុស្សច្រើនណាស់នៅក្នុងហ្នឹងនៅក្នុងនោះមានទាំងលោកយឹមលាក់ដែរហើយទៅលោកយឹមលាក់ក៏បានជួលមេធាវីនៅឯទីក្រុងបាងកកប្រទេសថៃដែលជាទីដែលគាត់មានភរិយាជាជនជាតិថៃហើយមានក្រុមហ៊ុនជាច្រើនត្រូវថៃបង្កក់ទៅអីហ្នឹងហើយគាត់មានឈ្មោះនៅក្នុងអាបញ្ជីតកតងនឹងសេចក្តីស្នើច្បាប់ហ្នឹងរបស់តំណាងរាស្ត្រហ្នឹងអញ្ចឹងទៅគាត់ក៏ជួលមេធាវីដើម្បីធ្វើយ៉ាងម៉េចដកឈ្មោះគាត់ចេញពីក្នុងបញ្ជីហ្នឹងដើម្បីប្រាប់គេថាគាត់មិនបានប្រព្រឹត្តអីដោយការចោទប្រកាន់ហើយសុំកុំឲ្យដាក់ឈ្មោះអីនៅក្នុងហ្នឹងអីអញ្ចឹងប៉ុន្តែបើតាមមើលគឺសេចក្តីស្នើច្បាប់ដំបូងមានឈ្មោះគាត់មែនប៉ុន្តែខ្ញុំបើកមើលសេចក្តីស្នើច្បាប់លើកក្រោយឬក៏សេចក្តីកែតម្រូវតកតនៅក្នុងសេចក្តីស្នើច្បាប់ដដែលនេះគឺអត់មានឈ្មោះលោកយឹមលាក់ទៀតទេអញ្ចឹងបានន័យថាមេធាវីគាត់អាចជោគជ័យនៅក្នុងការដកឈ្មោះលោកយឹមលាក់ចេញពីសេចក្តីស្នើច្បាប់បងប្អូនចែកឲ្យដាច់ណាសេចក្តីស្នើច្បាប់និងបញ្ជីខ្មៅរបស់រដ្ឋាភិបាលជាតិអាមេរិកនៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលជាតិអាមេរិកនេះអត់មានអ្នកណាអាចលុបវាបានទេយើងអាចលុបបានជាមួយបញ្ជីសេចក្តីស្នើច្បាប់ព្រោះពាក្យថាសេចក្តីស្នើច្បាប់វាគ្រាន់តែជាសេចក្តីព្រៀងទេអញ្ចឹងបើតំណាងរាស្ត្រណាគេដាក់សេចក្តីស្នើច្បាប់ទៅមានបញ្ជីណាមួយដែលគាត់បានពីលេខាឬជំនួយការច្បាប់ចេះតែដាក់ចូលមកដើម្បីឲ្យគេពិនិត្យតែអត់ទាន់បានសម្រេចអត់ទាន់បានអនុម័តអត់ទាន់បានអីទាំងអស់វាគ្រាន់តែជាសេចក្តីស្នើឲ្យឃើញឈ្មោះហ្នឹងថាបើសិនជាច្បាប់នឹងអនុម័តគួរតែដាក់ទោសបុគ្គលប៉ុណ្ណេះក៏ប៉ុន្តែលោកយឹមលាក់នៅក្នុងន័យនេះគឺសេចក្តីស្នើច្បាប់មួយហ្នឹងគឺអត់ទាន់បានអនុម័តអត់ទាន់បានអីផលហ្នឹងគឺគាត់ជោគជ័យនៅក្នុងការស្នើឲ្យគេលុបឈ្មោះគាត់ក៏ប៉ុន្តែឈ្មោះរបស់បុគ្គលច្រើនណាស់ដែលមាននៅក្នុងអាសេចក្តីស្នើច្បាប់ហ្នឹងមាននៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលអាមេរិកនោះដែលគេដាក់ទណ្ឌកម្មដែលគេនេះនោះហើយនៅក្នុងនោះគឺមានលោកកុកអានមានលោកសុកមានលោកលីយ៉ុងផាត់មានលោកហ៊ុនតូអីហ្នឹងដែលបញ្ជីអស់ហ្នឹងអត់មាននរណាអាចលុបបានទេអញ្ចឹងហើយបានជាខ្ញុំឮសូរលោកហ៊ុនម៉ាណែតនិយាយពីរឿងថាលោកកុកអានហើយនិងលោកលីយ៉ុងផាត់កំពុងឲ្យជួលមេធាវីដើម្បីឲ្យគេលុបឈ្មោះចេញពីបញ្ជីខ្មៅនេះខ្ញុំជឿថានេះគឺជាបើនិយាយអំពីយុទ្ធសាស្ត្រនយោបាយគឺលោកហ៊ុនម៉ាណែតដើរខុសកាឡានយោបាយធ្ងន់បំផុត
ព្រោះសារដែលនិយាយអំពីបញ្ហាលោកលីយ៉ុងផាត់ហើយនិងលោកកុកអានដែលចង់លុបឈ្មោះចេញពីបញ្ជីតែមិនដោះស្រាយបញ្ហាស៊ើបអង្កេតតាក់ទងនឹងការចោទប្រកាន់គាត់ពីរឿងបទឆបោកអនឡាញឬក៏ជួញដូរមនុស្សឬអីនេះគឺវាធ្វើឲ្យរដ្ឋាភិបាលកម្ពុជាក្នុងនាមជាប្រមុខដឹកនាំប្រទេសកម្ពុជាគឺលោកហ៊ុនម៉ាណែតហ្នឹងបែរទៅជាព្យាយាមការពារបុគ្គលណាការពារបុគ្គលហ្នឹងតាមពិតលោកហ៊ុនម៉ាណែតនិយាយហ្នឹងគឺប្រហែលជាគាត់ចង់សម្ដៅថាសក់នរណាក្បាលនរហ្នឹងទេព្រោះរឿងនីតិវិធីព្រហ្មទណ្ឌគឺធម្មតាបើយើងនិយាយឲ្យត្រឹមត្រូវតាមច្បាប់គឺវាជាការពិតហើយនីតិវិធីព្រហ្មទណ្ឌគឺការទទួលខុសត្រូវព្រហ្មទណ្ឌគឺជាការទទួលខុសត្រូវជាបុគ្គលណាប្រព្រឹត្តគឺបុគ្គលនោះទទួលលោកហ៊ុនម៉ាណែតអាចនិយាយក្នុងន័យថារឿងលោកសុគង្គនិងរឿងលោកកុកអានអីហ្នឹងគឺជារឿងបុគ្គលក៏ប៉ុន្តែអ្វីដែលមើលឲ្យជ្រៅជាងនេះលោកកុកអាននិងលោកលីយ៉ុងផាត់លែងជាបញ្ហាបុគ្គលសម្រាប់ជាតិខ្មែរហើយគឺជារឿងជាតិព្រោះអីមុខមាត់របស់គាត់ទី1គាត់ជាសមាជិកព្រឹទ្ធសភាទាំងពីរនាក់សុទ្ធជាសមាជិកព្រឹទ្ធសភាហើយជាអ្នកដែលជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាលកម្ពុជាឬក៏គណៈបកប្រជាជនកម្ពុជាហើយគាត់មានក្រុមហ៊ុនបនលបែងយ៉ាងកក្រើកពេញផ្ទៃប្រទេសដែលក្រុមហ៊ុនបនលបែងកាស៊ីណូស្អីសន្តាគារទាំងអស់នោះត្រូវបានរដ្ឋាភិបាលជាតិអាមេរិកដាក់នៅក្នុងបញ្ជីខ្មៅបង្កក់ទ្រព្យសម្បត្តិឲ្យថ្កោលទោសអត់មែនរឿងបុគ្គលអីទៀតទេរឿងបុគ្គលគឺបានន័យថាគាត់ប្រព្រឹត្តអញ្ចឹងបើសិនជាដោយការចោទប្រកាន់គាត់ត្រូវទទួលទោសតាមនីតិវិធីព្រហ្មទណ្ឌក៏ប៉ុន្តែរឿងមុខមាត់ជាតិគឺបានន័យថាគាត់ជាមន្ត្រីជាន់ខ្ពស់ជាសមាជិកព្រឹទ្ធសភាជាទីប្រឹក្សាជាដូចលោកណែលីយ៉ុងផាត់អីជាប្រធានសមាគមអុកញ៉ានៅកម្ពុជាទៀតដែលជាស្ថាប័នជាតិមួយឬក៏មុខមាត់ជាតិមួយដើម្បីអ្នកវិនិយោគអីគឺយើងនឹងបាត់ប្រយោជន៍ជាតិបាត់ប្រយោជន៍វិនិយោគបាត់ប្រយោជន៍ការទុកចិត្តលើសេវាហិរញ្ញវត្ថុសេវាធុរកិច្ចឬក៏រកស៊ីអីពាណិជ្ជកម្មអីផ្សេងទៀតដូច្នេះរឿងនេះអត់មែនជារឿងបុគ្គលទេវាជារឿងជាតិដែលត្រូវការស៊ើបអង្កេតដោយស៊ីជម្រៅដើម្បីដោះស្រាយបញ្ហាគាត់ហើយដល់មករលុបឈ្មោះនេះខ្ញុំជឿថាវាជាឱកាសនៅក្នុងការដែលគ្រាន់តែអង្គុយបកផ្សាយទេហើយបើសិនជាថ្នាក់ដឹកនាំនិយាយដូច្នេះទៀតគឺនឹងច្បាស់ធ្វើឲ្យសហគមន៍អន្តរជាតិនឹងខកចិត្តនឹងរដ្ឋាភិបាលកម្ពុជាដែលមើលទៅឃើញដូចខំខ្នះខ្នែងដែរថាប្រយុទ្ធប្រឆាំងនឹងការឆបបោកអនឡាញតែបានតែកពឹសកភ្លៀងនឹងត្រីកញ្ចោះដល់តែពេលត្រីផ្ទក់ត្រីឆ្ដោគឺគាត់ថាជារឿងបុគ្គលទុកឲ្យរួចអាហ្នឹងដែលធ្វើឲ្យពំតណោតតែយ៉ាងណាបងប្អូនប្រជាពលរដ្ឋខ្មែរច្រើនណាស់ប្រហែលថ្ងៃនេះគឺអូសអត់ផុតទេព័ត៌មានពីលឺការចាប់អ្នកនេះចាប់អ្នកនោះហាក់បីដូចជាម្នាក់ហ្នឹងគឺដៅទៅលើបុគ្គលសំខាន់មានដូចលោកហ៊ុនតូមានលោកកុកអានមានលោកលីយ៉ុងផាត់មានមន្ត្រីក្រាក់នៅក្នុងជួររដ្ឋាភិបាលអ្នកអង្គការអីហ្នឹងដែលជាប់នៅក្នុងបញ្ជីខ្មៅរបស់អាមេរិកហ្នឹងគឺម្នាក់ដូចជាចង់ឲ្យមានការស៊ើបអង្កេតឬក៏ការខាត់ខ្លួនអីអញ្ចឹងទៅលក្ខណៈក៏ប៉ុន្តែរឿងនេះគឺមិនមែនជារឿងស្រួលទេព្រោះរដ្ឋាភិបាលកម្ពុជាការដែលស៊ើបអង្កេតការដែលអីហ្នឹងព្រោះលោកហ៊ុនម៉ាណែតពេលដែលផ្ដល់ព័ត៌មានឲ្យ The Bloomberg ហ្នឹងកំពុងតែធ្វើតេស្តហើយគេហៅថា test the water ភាសាអង់គ្លេសថា test the water ហ្នឹងគឺបានន័យយកជើងស្ទាបទឹកសាកមើលស្ទង់មើលថាតើនឹងមានប្រតិកម្មយ៉ាងម៉េចបើគាត់និយាយការពារលោកកុកអាននិងលោកលីយ៉ុងផាត់ដើម្បីឲ្យរួចពីការចោទប្រកាន់អីអញ្ចឹងដូច្នេះទៅអត់រួចទេប្រជាពលរដ្ឋហាក់បីដូចជារងចាំឲ្យរដ្ឋាភិបាលចាត់ការអ្នកណាមួយហើយម្ដងទៀតការចាត់ការនេះបានន័យថាជាការជួយធ្វើឲ្យបុគ្គលទាំងប្រមាណអ្នកនេះរួចផុតពីភាពចោទប្រកាន់នឹងផងការចោទប្រកាន់នឹងផងទេតែខ្ញុំជឿថាអាមេរិកដូចជាប្រហែលជាមិនអនុគ្រោះឲ្យរឿងនេះរួចផុតទេបងប្អូនបើតាមមើលណាព្រោះលោក Kash Patel គាត់ធ្វើដំណើរចូលទៅដល់កម្ពុជាមេ FBI ដែលទៅស្រុកខ្មែរពីអង្កលបងប្អូននេះគឺជាលើកដំបូងហើយនៅក្នុងប្រវត្តិសាស្ត្រដែលមេ FBI របស់សហរដ្ឋអាមេរិកចុះទៅដល់មាត់ទ្វារស្រុកខ្មែរដល់ក្នុងផ្ទះយើងអត់មែនចុះទៅយកផ្កាភ្ញីទៅជូនលោកហ៊ុនម៉ាណែតឬក៏ទៅសារតកម្ពុជារឿងអីទេគឺចុះនេះគឺគ្រាន់តែទៅប្រាប់ថាសូមអ្នកកុំភ្លេចថាជនជាតិអាមេរិក8សែននាក់គឺជាជនរងគ្រោះនៃអំពើឆបោកអនឡាញដែលនៅក្នុងនោះគឺមានលោក Gen Z ជាមេខ្លោងដែលអាមេរិកបានចោទប្រកាន់ឲ្យបង្កក់ទ្រព្យដល់ទៅ$15,000 លានអត់ទាន់បានចាត់ការនីតិវិធីផ្លូវច្បាប់អីទេនៅសល់មន្ត្រីមនុស្ស
ដែលនៅពីក្រោយខ្នងនឹងច្រើនអ្នកទៀតដែលសុទ្ធតែជាខ្មែរភាគច្រើននៅក្នុងប្រទេសកម្ពុជាហ្នឹងហើយនៅក្នុងបញ្ជីខ្មៅនៅក្នុងដីការបស់សហរដ្ឋអាមេរិកដែលគេចេញរួចទៅហើយដូច្នេះក្នុងន័យនេះគឺគ្រាន់តែចង់ប្រាប់ថាគេទៅរំលឹកកម្ពុជាថាគេកំពុងតែចាំមើលតើយើងចាត់ការខ្លួនឯងឬក៏ឲ្យអាមេរិកចាត់ការអញ្ចឹងកម្ពុជាកំពុងតែថ្លឹងថ្លែងខ្លួនឯងចាត់ការខ្លួនឯងអាចស្រួលជាងប្រឡំបន្តិចបន្តួចទៅតុលាការខ្លួនឯងកាត់ទោសទៅដាក់គុកដាក់ច្រវាក់ណាប៉ុន្តែមានបន្ទប់ VIP អីដូចថោងសារ៉ាត់ដូចលោកគិតធៀងអីអាហ្នឹងប្រហែលជារួចខ្លួនកាត់នៅស្រុកខ្មែរតែបើឲ្យអាមេរិកក៏បួចយកមកសហរដ្ឋអាមេរិកហ្មងគឺដឹងតែបាយក្រហមហើយដូចលោក Maduro អីអញ្ចឹងគឺក៏បួចពីវេណេស៊ុយអេឡាមកអាមេរិកត្រឹមលោកវេណេស៊ុយអេឡាដែលជាប្រធានាធិបតីប្រទេសមួយដែលមានយោធាអំណាចផ្ដាច់ការពេញដៃអ្នកណាដែលស្រមៃថាលោក Maduro នឹងត្រូវបានអាមេរិកចាប់ក្បួចយកមកកាត់ទោសនៅបារីញូវយ៉កអត់ដែលគិតដល់ទេប៉ុន្តែឥឡូវនេះគឺចឹងបានថានេះគឺជាសារប្រាប់រដ្ឋាភិបាលកម្ពុជាថាអាមេរិកកំពុងតែឃ្លាំមើលដំណើរការចាត់ការរបស់កម្ពុជាយ៉ាងយកចិត្តទុកដាក់តើចាត់ការឆបោកអនឡាញនេះដោយសុឆន្ទៈនយោបាយពិតប្រាកដឬក៏ធ្វើលំឲ្យតែបង្ក្រប់កិច្ចទេរឿងច្រើនណាស់ដូច្នេះរឿងនេះក៏ជាវិញ្ញាសាដ៏លំបាកដែរសម្រាប់រដ្ឋាភិបាលកម្ពុជាហើយខ្ញុំជឿថារដ្ឋាភិបាលកម្ពុជាបើមិនចាត់ការមន្ត្រីណាមួយនៅស្រុកខ្មែរដែលត្រូវសាច់ស្អុយចោលខ្លះទេអត់រួចខ្លួនទេហើយចង់អត់រួចខ្លួនហ្នឹងមិនរដ្ឋអធិបតេយ្យគេមកឈឺក្បាលអីអាមេរិកកម្ពុជាអត់ឈឺក្បាលអីអាមេរិកបានតែក្នុងករណីដែលយើងមិនមានការឆបោកអនឡាញប៉ះពាល់ដល់ជនជាតិអាមេរិកទេឥឡូវនេះជនជាតិអាមេរិកជាជនរងគ្រោះហើយបទល្មើសនេះប្រព្រឹត្តដោយជនជាតិខ្មែរគឺលោក Gen Z និងមន្ត្រីដែលពាក់ព័ន្ធខុបខិតគ្នាឡើងយ៉ាងច្រើនទៀតនៅប្រទេសកម្ពុជាហើយអាមេរិក8សែននាក់ខាតបង់លុយអស់ដល់$15,000 លានឬក៏អាចច្រើនជាងហ្នឹងក៏$15,000 លានបង្កកតែពីលោក Gen Z មួយទេចុះនៅមនុស្សប្រមាណទៀតហ្នឹងតើលុយប្រមាណលុយដែលតាក់ទងនឹងការឆបោកអនឡាញនេះគឺអស់$114,000 លានមិនមែនតិចទេបង្កកទៅតែបាន$15,000 លានទេទៅលុយច្រើនណាស់ដូច្នេះបានន័យថាប្រជាពលរដ្ឋអាមេរិកជាជនរងគ្រោះដូច្នេះកម្ពុជាវាអត់រួចខ្លួនកន្លែងហ្នឹងហើយអញ្ចឹងហើយបានជាយើងគិតថារដ្ឋាភិបាលកម្ពុជាសប្តាហ៍ហ្នឹងអង្គុយគិតប្រហែលជាជ្រុះសក់ឬស្កៅសក់ហើយព្រោះដោយសារតែរឿងហ្នឹងអត់ស្រួលទេបងប្អូនគឺរឿងហ្នឹងគឺលំបាកវិញ្ញាសានេះគឺតានតឹងហើយអ្នកដែលត្រូវធ្វើចាត់ការហ្នឹងមានដូចលោកកុកអានលោកលីយ៉ុងផាត់ឬក៏លោកហ៊ុនតូសុទ្ធតែមនុស្សសំខាន់របស់គណៈបកប្រជាជនកម្ពុជាទៅទៀតតើឲ្យគេចាត់ការយ៉ាងម៉េចបើរឿងលោកកុកអានឬក៏លោកលីយ៉ុងផាត់អីហ្នឹងនៅក្នុងចំណោមមនុស្សដែលចាត់ការមានលោកកុកអានលោកលីយ៉ុងផាត់ឬក៏លោកហ៊ុនតូខ្ញុំជឿតែលោកហ៊ុនតូអាចជាកូនចៅក្រុមគ្រួសារគេសាច់សាលោហិតគេអាចទុកក្រោយអ្នកដែលទៅមុនគេអាចលោកកុកអានហើយព្រោះអីបើសិនជាគេចាត់ការព្រោះអីលោកកុកអានក៏ជាមនុស្សដែលសំខាន់នៅក្នុងជួរគណៈបកប្រជាជនកម្ពុជាជាហឹបប្រាក់ដែរប៉ុន្តែបើនិយាយអំពីអ្នកដែលហឹបប្រាក់ធំជាងគេគឺលោកលីយ៉ុងផាត់ឯនោះទៅវិញទេព្រោះអីលោកលីយ៉ុងផាត់គាត់មានរបរគាត់មានស្អីហ្នឹងច្រើនអាណែកស្អីស្កាសសម្បើមហើយក៏ជួយគណៈបកប្រជាជនច្រើនហើយលោកក៏មានតំណែងតំណងចិត្តស្អិតល្មួតកាលលោកនៅជាបងធွာប្អូនធွာជាមួយតកូលថាក់ស៊ីនគឺលោកលីយ៉ុងផាត់ជាជនជាតិថៃមានសញ្ជាតិថៃដែរដូច្នេះជន់កោះកុងផ្អៀងមកចំហៀងអីចឹងប៉ុន្តែឥឡូវនេះតំណែងតំណងខ្មែរនិងថៃក៏អស់ដូច្នេះវាទៅបដាហ្នឹងហើយអញ្ចឹងវាមានដំណាក់កាលអញ្ចឹងតែយ៉ាងណាបងប្អូនលោកហ៊ុនម៉ាណែតបានព្យាយាមការពារអ្នកទាំងនេះដោយនិយាយពីរឿងជារឿងបុគ្គលក៏ប៉ុន្តែមិនដឹងថាតើសាររបស់គាត់នឹងមានប្រសិទ្ធភាពប៉ុណ្ណាទេព្រោះម្ដងទៀតបងប្អូនរឿងនេះយើងខ្មែរយើងមានភ័ព្វវាសនាតែមួយយ៉ាងទេដោយសារតែអ្វីដែលកើតឡើងនៅស្រុកខ្មែរជនរងគ្រោះជាជនជាតិអាមេរិកបើជនរងគ្រោះមិនមែនជាជនជាតិអាមេរិកអាមេរិកមិនចាត់ការគឺស្រុកខ្មែរយើងក៏អត់មានថ្ងៃនេះដែរគឺក៏ទុកឲ្យពុលវល់យើងដែលនឹកស្មានថាគេមកកម្ចាត់ឆបោកអនឡាញគេនិយាយរាប់ឆ្នាំមកឲ្យយើងសិតតែគេបំពុលគេអីគឺរហរឿងចាប់អាអ្នករាយការណ៍នឹងដាក់គុកចង់អស់តែដល់ពេលចុងក្រោយមកនិយាយថាស្រុកខ្មែរយើងគឺថាដូចម្រាមដៃចឹង
នៅចំបោះនៅនឹងមាត់តែយើងអត់ដែលចាត់ការសោះហើយធ្វើភ្ញាក់ផ្អើលធ្វើដោយរឿងហ្នឹងធ្លាក់មកពីឋានប្រអិនអញ្ចឹងដោយលោកហ៊ុនសែនឯងមកនិយាយសារថ្ងៃមុនហ្នឹងគាត់ថាឆ្ងល់ដែរថាពួកអស់ហ្នឹងចូលមកមិនអត់មានប៉ាសពតចូលមកស្រុកខ្មែរអស់បានរាប់ម៉ឺននាក់នេះព្រំដែនយើងជនបរទេសចូលអត់ប៉ាសពតរាប់ម៉ឺននាក់តើសុវត្ថិភាពប្រជាពលរដ្ឋយើងមានត្រង់ណាសុវត្ថិភាពសន្តិសុខជាតិយើងមានត្រង់ណាសុវត្ថិភាពសម្រាប់ស្អីសពបែបយ៉ាងមានត្រង់ណាបើយើងអត់ទាំងទប់ជនអន្តោប្រវេសន៍មកខុសច្បាប់មកជួញដូរឆបោកអនឡាញអាហ្នឹងយើងនិយាយតែពីរឿងឆបោកអនឡាញមកបាក់ទំនប់ចោះមកពីខាងកើតវៀតណាមអីចូលមកនៅស្រុកខ្មែរប្រពាក់ប្រពូនមិនដឹងតាប៉ុណ្ណាអញ្ចឹងវាធ្វើឲ្យប្រជាពលរដ្ឋហ្នឹងចេះតែនាំគ្នាអើយគេនិយាយចេះតែជំទាស់គេរហូតដល់ពេលចុងក្រោយគឺនៅលើគោកអញ្ចឹងណាតែយ៉ាងណាបងប្អូនកម្ពុជាអត់មានជំរើសអីទេគឺ do or die ភាសាអង់គ្លេសថា do or die ចាត់ការឬក៏ស្លាប់ខ្លួនឯងតែប៉ុណ្្នឹងឯងចាត់ការអាចបានស្ដារបានមកខ្លះប៉ះពាល់សាច់ឯងសាច់អីឬក៏សាច់ស្អុយអីនៅក្នុងជួរបកជួអីហ្នឹងកាត់ចោលអីខ្លះទៅអញ្ចឹងខ្ញុំជឿថាមន្ត្រីអុកញ៉ាស្អីទាំងអស់ដែលមានឈ្មោះនឹងក្នុងហ្នឹងកំពុងតែល្ងាហើយពេលដែលមន្ត្រី FBI ចុះដល់ស្រុកខ្មែរនេះហើយមិនត្រឹមតែមន្ត្រី FBI ចុះទៅស្រុកខ្មែរទេភារៈធារីសប្ងៃនៅស្រុកខ្មែរទូតអាមេរិកនៅប្រចាំកម្ពុជាអ្នកស្រី Alex Zero ក៏និយាយពីរឿងឆបោកអនឡាញឥឡូវអគ្គរដ្ឋទូតថ្មីរបស់អាមេរិកដែលគ្រោងនឹងទៅចូលទៅបំពេញបេសកកម្មកិច្ចការនៅស្រុកខ្មែរលោក Christopher Anderson ពេលដែលស្បត់នៅពេលដែលជជែកស្បត់អីថ្លែងសារមុននឹងឲ្យសភាបោះឆ្នោតឲ្យគាត់ហ្នឹងក៏គាត់និយាយបដិញ្ញាកម្ចាត់ឆបោកអនឡាញហើយកម្ចាត់អ្នកនៅពីក្រោយនឹងឲ្យអស់ទៀតដូច្នេះរឿងនេះគឺនិយាយទៅម្ដងទៀតបងប្អូនវាជាកម្មអកុសលសម្រាប់រដ្ឋាភិបាលកម្ពុជាដែលទុកឲ្យរឿងនេះវាទុំជ្រុលក៏ប៉ុន្តែវាជាភ័ព្វព្រេងវាសនាសម្រាប់ប្រជាពលរដ្ឋទាំង18លាននាក់ដែលបានអាមេរិកដែលខ្លាចជាជនរងគ្រោះបើអាមេរិកអត់រងគ្រោះក៏អត់មានអាមេរិកណាមកឈឺក្បាលហាលថ្ងៃរឿងស្រុកខ្មែរនឹងដែរតែចៃដន្យអីប្រជាពលរដ្ឋអាមេរិកច្រើនពេក8សែនអ្នកខ្លាចទៅជាជនរងគ្រោះដូច្នេះយើងបានភ័ព្វវាសនាដោយសារតែគេជាជនរងគ្រោះគេចាត់ការទៅក៏ទៅតាមនឹងទៅឥឡូវយើងចាំមើលតទៅទៀតបងប្អូនបាទឥឡូវព័ត៌មានបន្តទៀតតកតងនឹងរឿងលោកកឹមសុខាម្ដងអឺខ្ញុំពេលខ្លះខ្ញុំថាបងប្អូនប្រជាពលរដ្ឋខ្មែរយើងស្រតាមគ្នាបងប្អូនអាភាពស្រតាមគ្នានេះគឺគ្រោះថ្នាក់អត់ប្រយោជន៍ច្រើនក៏អត់ប្រយោជន៍ដែរហើយធ្វើឲ្យមានបញ្ហាច្រើនទៀតខ្ញុំនិយាយពីរឿងស្រតាមគ្នាហ្នឹងគឺគ្រាន់តែឮលោកកឹមសុខាថាចេញមកក្រៅប្រទេសហ្នឹងគឺម្នាក់វិភាគលែងបានដេកពួនបាត់ហើយបែកខ្ទិះបែកអូហូស្ទឹងបានប្រយោជន៍អីបានតែបង្កឲ្យមានបញ្ហាថ្នាក់នៅក្នុងជួរគណៈបកប្រឆាំងមើលមុខគ្នាមិនត្រង់ម្នាក់នឹងចាប់ផ្ដើមចេះម្នាក់ចាប់ផ្ដើមចោះហើយចូលសងគណៈបកប្រជាជនកម្ពុជាដែលក្នុងការដែលប្រឡែងលោកកឹមសុខាមកហ្នឹងគឺដើម្បីឲ្យព្យុះភ្លៀងនាំគ្នាជជែកតែពីរឿងលោកកឹមសុខាភ្លេចអស់អាដីខ្មែរ76កន្លែងដែលថៃឈ្លានពានភ្លេចអស់អាការឆបោកអនឡាញនៅស្រុកខ្មែរភ្លេចអស់អារឿងសេដ្ឋកិច្ចខ្មែរធ្លាក់ដល់ក្រោម50%ធ្លាក់តាក់តងនឹងរឿងអត់ការងារធ្វើបញ្ហាភ្ញៀវទេសចរធ្លាក់ចុះជាង50%បញ្ហាសេដ្ឋកិច្ចបញ្ហាអវ័យសពបែបយ៉ាងសម្ពាធអន្តរជាតិ100ចម្ពោះយើងនាំគ្នាភ្លេចអស់មកគិតតែពីរឿងជ្រុំរឿងលោកកឹមសុខាហើយថ្ងៃនេះគឺលោកកឹមសុខាគឺអស់អត់រំលងសោះហ្មងនិយាយពីកសែតនៅក្នុងស្រុកនិយាយពីសបាយអូយសបាយជាពិសេសកសែតត្ររដ្ឋាភិបាលនិងគណៈបកប្រជាជនកម្ពុជានឹងគឺថាអូយថតផ្សាយដើម្បីអីលើកជ្រោមលើកលោកកឹមសុខានឹងដល់ឋានទេវតាណាធ្វើដូចខ្លួនឯងនឹងស្រឡាញ់អាណិតលើកដំកើងលោកកឹមសុខានឹងខ្ពស់មេឃបើយើងមើលមកហ្នឹងគឺយើងភ្ញាក់ផ្អើលដែរកសែតត្ររដ្ឋាភិបាលនិងគណៈបកប្រជាជនកម្ពុជាដោយ Fresh News អីហ្នឹងគឺអូគេផ្សាយបាក់ទឹកបាក់ដីរឿងលោកកឹមសុខាចុះទៅជួបតបចុះទៅសួរសុខទុក្ខជនគ្រួសារជនភៀសសឹកនៅភូមិរងចាំចែកអំណោយចែកអីបន្តិចបន្តួច300គ្រួសារអីហ្នឹងនឹងការដែលទៅសំណេះសំណាលជាមួយតបហ្នឹងគឺថាគេរំលឹក
ម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតហ្នឹងគឺថាស្ទើរតែមួយថ្ងៃវាស់ល្ងាចហ្នឹងគឺយើងអត់មានអីមើលក្រៅតែពីរូបលោកកម្មសខាដែលទៅកាន់ក្បាលមីក្រូក្នុងវេទិកាជួបជាមួយទាហានជួបអីរឿងនេះវាមានរូបភាពពីរបងប្អូនជារឿងគួរឲ្យសាទរដែរសប្បាយចិត្តដែរមិនចឹងទេនេះគឺជាលើកដំបូងហើយដែលលោកកម្មសខាអាចចុះទៅក្នុងវេទិកាសាធារណៈហើយថ្លែងសារជាសាធារណៈបានទៀតផងកាន់មីក្រូថ្លែងសារនៅក្នុងវេទិកាដែលរៀបចំដោយរដ្ឋាភិបាលកម្ពុជាបងប្អូនសាកគិតមើលរឿងនេះគឺជាចំណុចដែលមិនងាយមានទេព្រោះវេទិកាជនភៀសសឹកនៅកន្លែងតំបន់អីនៅកន្លែងភូមិរងចាំហ្នឹងបើអាជ្ញាធរដែនដីគេអត់រៀបចំឲ្យលោកកឹមសុខាអត់អាចទៅបានទេគាត់អាចទៅបានទៅតិចតួចអីប៉ុន្តែរៀបចំជាវេទិកាដាក់ក្បាលមីក្រូឲ្យនិយាយឲ្យទៅជួបទាហានជួបអីសួរសុខទុក្ខគឺជាការរៀបចំរបស់រដ្ឋាភិបាលកម្ពុជាដើម្បីឲ្យលោកកឹមសុខាមានឱកាសនៅក្នុងការថ្លែងសារទៅកាន់ជនភៀសសឹកថ្លែងសារទៅជួបកងទ័ពហើយជាការដែលគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជាយកលោកកឹមសុខាជារូបភាពមួយដើម្បីប្រាប់ទៅពិភពលោកថាកម្ពុជាមិនរឹតបន្តឹងសិទ្ធិសេរីភាពកម្ពុជាមិនធ្វើទុកបុកម្នេញគណៈបកប្រឆាំងកម្ពុជាមិនចងអាឃាតអ្នកណាទេគឺកម្ពុជាបើកសេរីភាពសូម្បីតែមេបកប្រឆាំងលោកកឹមសុខាក៏ឥឡូវរដ្ឋាភិបាលរៀបចំឲ្យនិយាយថ្លែងសារអីបានហើយអញ្ចឹងអង្គការសហប្រជាជាតិប្រទេសអ្នកទាំងឡាយនៅលើពិភពលោកមើលមកខ្មែរមើលតើប៉ុណ្ណឹងថាខ្មែរយើងគឺជាប្រទេសរដ្ឋបិទសិទ្ធិសេរីភាពធ្វើបាបធ្វើទុកបុកម្នេញប្រជាពលរដ្ឋងើបមួយវាយមួយឬក៏យ៉ាងម៉េចអញ្ចឹងរូបភាពនេះគឺគណៈបកប្រជាជនកម្ពុជានិងប្រព័ន្ធឃោសនារបស់រដ្ឋាភិបាលគឺបំពងម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតមួយថ្ងៃវាស់ល្ងាចដើម្បីអីដើម្បីឲ្យពិភពលោកមើលមកថាកម្ពុជាមានការប្រែប្រួលហើយមានការផ្លាស់ប្ដូរហើយមានការកែតម្រង់ហើយមានការអីអញ្ចឹងហើយសម្របសម្រួលហើយកុំធ្វើបាបកម្ពុជាកុំដាក់ទណ្ឌកម្មកម្ពុជាកុំដាក់សម្ពាធអីផ្សេងទៀតព្រោះយើងមានសម្ពាធច្រើនហើយឥឡូវរដ្ឋាភិបាលក៏គេដោះស្រាយតាមដំណើរអញ្ចឹងដែរអានេះគឺជារឿងដែលរដ្ឋាភិបាលកំពុងតែចង់ធ្វើប៉ុន្តែចំណុចវិជ្ជមាននេះគឺខ្ញុំនិយាយចឹងគឺយ៉ាងហោចណាស់លោកកឹមសុខាក៏បានឱកាសបានជួបសួរសុខទុក្ខប្រជាពលរដ្ឋជនភៀសសឹកឱកាសបានថ្លែងសារខ្លះទៅឲ្យធូរទ្រូងតាក់ទងនឹងបញ្ហាឈ្លានពានរបស់ថៃមកលើដែនដីកម្ពុជាហើយឲ្យស្របទៅនឹងអ្វីដែលលោកកឹមសុខាបានប្រាប់គណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលយូរហើយថាបើដោះលែងគាត់ឲ្យមានសេរីភាពគឺអាចមានសង្ឃឹមគាត់ទៅប្រាប់សហគមន៍អន្តរជាតិដើម្បីឲ្យជួយដាក់ទណ្ឌកម្មទៅលើប្រទេសថៃឬក៏រករឿងការឈ្លានពានរបស់ប្រទេសថៃអីអញ្ចឹងទៅសារអំពាវនាវរបស់គាត់ហ្នឹងគឺគាត់អាចធ្វើអញ្ចឹងបានគាត់បានប្រាប់តាំងតែពីមុនគេកាត់ទោសគាត់ឲ្យជាប់គុកជាប់ច្បាប់ផ្ដន្ទាទោសគាត់ពីបទខុបខិតក្បត់ជាតិអីអញ្ចឹងបាទអាហ្នឹងគឺគាត់និយាយប៉ុន្តែគេអត់ដែលស្ដាប់ទេទើបតែឥឡូវនេះសម្ពាធច្រើនពេកទៅគឺប្រឡែងបន្តិចម្ដងអញ្ចឹងប៉ុន្តែអ្វីដែលខ្ញុំគួរឲ្យចាប់អារម្មណ៍ម្ដងទៀតបងប្អូនខ្ញុំសប្បាយចិត្តជាខ្មែរខ្ញុំចង់ឲ្យឃើញមានការផ្សះផ្សារវាងខ្មែរនិងខ្មែរចង់ឲ្យលោកកឹមសុខាមានសេរីភាពពេញទំហឹងមិនមែនសេរីភាពនៅក្នុងក្អមនៅក្នុងគុកឥតជញ្ជាំងអញ្ចឹងទេម៉ោងនេះគឺលោកកឹមសុខាអត់មានសេរីភាពអីទេគឺគេឲ្យយកជារូបភាពមួយដើម្បីគណៈបកកណ្ដាលអំណាចយកទៅលក់នៅលើឆាកអន្តរជាតិថាគេកំពុងតែផ្ដល់សិទ្ធិសេរីភាពឲ្យលោកកឹមសុខាដែលជាមេបកប្រឆាំងដែលជាប់គុកក្នុងផ្ទះ9ឆ្នាំឥឡូវគេឲ្យគាត់ដើរហើរហើយគាត់អាចកាន់ក្បាលមីក្រូនិយាយបានទៀតបានន័យថាអ្នកមើលមកគ្រប់គ្នាគេថាអូឥឡូវមេបកប្រឆាំងគាត់មានសិទ្ធិនយោបាយវិញហើយអត់ទេនេះគឺជាឆាកល្ខោនទេឆាកល្ខោនហ្នឹងគឺគេចង់បងប្អូនត្រូវចាំថាគណៈបកប្រជាជនកម្ពុជាជាពិសេសក្រុមដែលឃោសនាឲ្យគណៈបកប្រជាជនកម្ពុជាអត់ដែលចង់ឲ្យលោកកឹមសុខាល្បីឬក៏អត់ចង់ឲ្យលោកកឹមសុខាមានប្រជាប្រិយអីទេព្រោះអីគណៈបកទាំងអស់នេះគឺជាអ្នកដែលទាញលោកកឹមសុខាទម្លាក់មកតាំងពីរំលាយតាំងពីការចាប់បងប្អូនមានដឹងទេថ្ងៃហ្នឹងលោកកឹមសុខាទៅពីកន្លែងឲ្យចាំខ្ញុំបញ្យល់ថ្ងៃនេះគាត់ទៅសួរសុខទុក្ខកងទ័ពហើយ Fresh News ហ្នឹងផ្សាយសម្បើមពីរឿងទៅជួបកងទ័ពហ្នឹងដែរដើម្បីឲ្យឃើញនិយាយទៅគឺលោកកឹមសុខាអត់ចាំបាច់ជួលអ្នកផ្សាយព័ត៌មានទេព្រោះគណៈបកប្រជាជនកម្ពុជាជួយផ្សាយឲ្យគាត់បានមកទំហឹងហ្មងគឺថាគ្រប់ជ្រុងគ្រប់ជ្រោយគ្រប់អីរូបថត
ពេញពីអត់បាច់ទៅរកនិយាយទៅក្រុមលោកកម្មសខាបាច់ចុះទៅថតក៏បានដែរព្រោះក្រុមគណៈបកប្រជាជនកម្ពុជាគេផ្សាយឲ្យលោកកម្មសខាឡើងក៏ក្រើកដើម្បីលក់រូបនេះទៅលើឆាកអន្តរជាតិ